ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកធ្វើស្លាបមន់បំពងបែបសាមញ្ញនៅផ្ទះខ្លួនឯងបងប្អូនហើយរបៀបធ្វើគឺងាយស្រួលធ្វើលឿនហើយគ្រឿងផ្សំគឺតិចមែនទែនតែអញ្ចឹងបើដឹងពីរបៀបធ្វើយ៉ាងណានោះសូមបងប្អូនតាមដានទស្សនាវីដេអូរបស់នាងខ្ញុំទាំងអស់គ្នាស្លាបមន់នាងខ្ញុំមុននឹងយកមកប្រឡាក់គ្រឿងហ្នឹងនាងខ្ញុំបានបំបែកវាជា3ចំណែកដោយសារស្លាបមន់វាមានស្លាបលើហើយនឹងសាច់ជាប់ស្លាបលើហ្នឹងវារាងក្រាស់អញ្ចឹងនាងខ្ញុំកាត់វាចេញដើម្បីពេលយើងយកទៅបំពងគឺវាឆាប់ឆ្អិនហើយមុននឹងប្រឡាក់គ្រឿងនាងខ្ញុំបានយកសមមកចាក់សាច់មន់ហ្នឹងឲ្យវាធ្លុះអញ្ចឹងមកពេលដែលយើងផ្សំគ្រឿងទៅវាឆាប់ចូលជាតិខ្ញុំប្រឡាក់ដោយដាក់ត្រីហ្នឹង1ស្លាបព្រាបាយម្សៅស៊ុបមន់កន្លះស្លាបព្រាកាហ្វេស្ករ1ស្លាបព្រាកាហ្វេហើយនឹងម្រេចហ្នឹងមិនតិចមកបានទេបងប្អូនឬហើយនាងខ្ញុំច្របល់ឲ្យគ្រឿងផ្សំហ្នឹងវារលាយចូលជាមួយនឹងសាច់មន់សិនមកខ្ញុំផ្អាប់ទុករយៈពេល15នាទីសិនតែ15នាទីក្រោយមកនាងខ្ញុំបន្ថែមម្សៅបំពងស្រួយចំនួន3ស្លាបព្រាបាយរួចហើយដាក់ទឹកធម្មតាយើងហ្នឹងចូលបន្តិចមកបើសិនជាបងប្អូនមានទឹកត្រជាក់ដាក់ទឹកត្រជាក់តែយើងក្លាសេហ្នឹងទៅគឺរឹតតែស្រួយបងប្អូនហើយស្លាបមន់នេះពេលដែលប្រឡាក់ជាមួយម្សៅហ្នឹងពេលដែលខ្ញុំប្រឡាក់ទៅឃើញថាវារាងនៅស្អិតខ្លាំងម្សៅហ្នឹងអញ្ចឹងខ្ញុំបន្ថែមទឹកចូលម្ដងតិចមើលតែម្សៅហ្នឹងវាលែងសូវស្អិតហើយគឺវាប្រឡាក់ចប់ជាមួយនឹងស្លាបមន់បានល្អប៉ុណ្ណឹងនាងខ្ញុំចាប់ផ្ដើមដាក់ប្រេងឆាឲ្យក្ដៅមករួចហើយយកស្លាបមន់ហ្នឹងមកបំពងតែម្ដងតែពេលដែលបំពងបងប្អូនកុំប្រើភ្លើងខ្លាំងពេកចំណាប្រើភ្លើងខ្លាំងពេកធ្វើឲ្យវាឆាប់ខ្លោចហើយវាអត់ឆ្អិនខាងក្នុងពិសេសកន្លែងស្លាបលើហ្នឹងវារាងសាច់ច្រើនអញ្ចឹងដាក់ភ្លើងល្មមបានហើយពេលដែលយើងគិតលើកហ្នឹងចាំយើងដាក់ភ្លើងរាងខ្លាំងដើម្បីមកវាជប់ប្រេងឆាហ្នឹងច្រើនពេកតែឡើយឃើញថាវាត្រៀមប៉ុណ្ណឹងហើយខ្ញុំស្រង់ចេញហើយបន្តបំពងរហូតតអស់ចា៎ចំពោះមុខម្ហូបនេះជាពិសេសក្មេងៗគឺពួកគេចិត្តហូបមែនទែនហើយរសជាតិវិញគឺមិនដិតទេបងប្អូនអញ្ចឹងយើងអាចយកទៅហូបជាមួយនឹងទឹកជ្រលក់ផ្សេងបានអញ្ចឹងវីដេអូរបស់នេះខ្ញុំក៏សូមបញ្ចប់មកត្រឹមហ្នឹងហើយបងប្អូនកុំភ្លេចចុច Follow Page និង Subscribe YouTube Channel របស់នេះខ្ញុំផងចា៎សូមអរគុណសូមជម្រាបលា